ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំចង់ចែករំលែកតាក់ទងជាមួយនឹងឈុតគ្រឿងសម្អាងមួយដែលមានឈ្មោះថា Atomy Absolute Selective Skin Care ដែលជាគ្រឿងសម្អាងប្រចាំប្រទេសកូរ៉េដែលទទួលបានពានរង្វាន់អធិរាជស្ដេចសេចុងដំបូងគេហើយក៏ទទួលបានពានរង្វាន់មកគាត់ដល់ទៅ4ជាប់គ្នាក្នុងផ្នែកគ្រឿងសម្អាងឧស្សាហកម្មដូចគ្នាផងដែរហើយឈុត Absolute នេះផងដែរមិនមែនមានលក់តែនៅប្រទេសកម្ពុជានោះទេប៉ុន្តែវាបានធ្វើទីផ្សារលក់ចែកចាយទូទាំងពិភពលោកតាមរយៈក្រុមហ៊ុន Atomy ដែលបានបើកសាខាក្រុមហ៊ុនធំលំដាប់ពិភពលោកបានទៅដល់ចាប្រទេសមហាអំណាចល្បីៗជាច្រើនផងដែរហើយក៏មានអតិថិជនមហាជនជាច្រើនទូទាំងពិភពលោកក៏បានប្រើជាមួយនឹងឈុតថែរក្សាស្បែក Skin Care Selective Atomy នេះផងដែរចា៎បងប្អូនទាំងអស់គ្នាឥឡូវក្រុមហ៊ុនកំពុងតែមានការប្រម៉ូសិនណាលឿនចាតម្លៃដើម$237ហើយឥឡូវគឺកំពុងតែប្រម៉ូសិនដើមឆ្នាំ2026នេះគឺក្រុមហ៊ុននៅសល់តែ$199ទេបងប្អូនទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាដឹងទេថាអត្ថប្រយោជន៍របស់គ្រឿងសម្អាង Skin Care Absolute Selective Atomy នេះមានអត្ថប្រយោជន៍យ៉ាងណាខ្លះបងប្អូនទាំងអស់គ្នាគឺអាចនិយាយបានថាអ្នកដែលមិនទាន់បានប្រើជាមួយនឹងឈុតមួយនេះណាបងប្អូនគឺប្រកាសជាស្ដាយក្រោយជាក់ជាមិនខានដូច្នេះហើយតាបងប្អូនទាំងអស់គ្នាទៅស្ដាប់ប្រសាសន៍សម្ដីលោកអគ្គនាយកទាំងអស់គ្នា Let's go តើអ្នកទាំងអស់គ្នាដឹងទេថានៅក្នុងពេលបច្ចុប្បន្ននេះ Atomy គឺជាក្រុមហ៊ុនមួយដែលកំពុងរីកចម្រើននៅទូទាំងពិភពលោកនៅក្នុងអត្រាមួយដែលមិនគួរឲ្យជឿខ្ញុំក៏ចង់ប្រាប់អ្នកទាំងអស់គ្នាផងដែរថាកម្លាំងជំរុញដ៏ធំបំផុតដែលនៅពីក្រោយកំណត់របស់ Atomy គឺគុណភាពល្អផ្ដាច់និងតម្លៃល្អផ្ដាច់អ្វីដែលយើងធ្វើគឺយើងផ្គត់ផ្គង់ផលិតផលដែលមានគុណភាពល្អបំផុតនៅក្នុងតម្លៃមួយដែលគ្មាននរណាអាចប្រៀបបានបើទោះបីជាក្នុងលក្ខខណ្ឌដែលផលិតផលរបស់យើងមានគុណភាពដូចគ្នាទៅនឹងក្រុមហ៊ុនដទៃក៏គ្មានក្រុមហ៊ុនណាហ៊ានលក់តម្លៃសមរម្យដូចយើងដែរខ្ញុំសូមបង្ហាញជូនអ្នកទាំងអស់គ្នាលើកនេះចំនួននៃការលក់ផលិតផលឈុត Absolute របស់យើងគឺលើសពី1 trillion won ឯណោះតើអ្នកដឹងទេពីដំបូងឡើយវាធ្លាប់ជាផលិតផលមួយដែលគេតែងតែមើលស្រាលថាជាគ្រឿងសម្អាងដែលគ្មានឈ្មោះនិងប្រវត្តិច្បាស់លាស់សមាជិករបស់យើងដែលចាប់ផ្ដើមតាំងពីដំបូងនោះក៏ប្រហែលជាធ្លាប់ឮពាក្យទាំងអស់នេះហើយអតិថិជននោះក៏តែងតែមើលស្រាលផងដែរថាគ្រឿងសម្អាងអីគ្មានឈ្មោះគ្មានអីត្រឹមត្រូវបែបនេះចង់ឲ្យខ្ញុំសាកលាបមែនទេក៏ប៉ុន្តែនៅប្រទេសកូរ៉េឥឡូវនេះឈុត Absolute របស់យើងគឺជាប្រភេទផលិតផលថែរក្សាស្បែកដែលលក់ដាច់ជាងគេតែម្ដងតែអ្នកទាំងអស់គ្នាចង់ដឹងថាលក់អស់ប្រមាណឈុតដែរទេតម្លៃមួយឈុតគឺ$198,000 វ៉ុនដោយនេះប្រសិនបើយើងលក់រាយមួយមុខគឺមានតម្លៃ$33,000 វ៉ុនដោយនេះបើការលក់ចេញយើងបាន